today today ថ្ងៃនេះ tomorrow tomorrow ថ្ងៃស្អែក yesterday yesterday ម្សិលមិញ the day before yesterday the day before yesterday មានន័យថាមួយថ្ងៃមុនម្សិលមិញអញ្ចឹងខ្មែរយើងហៅថាម្សិលមួយថ្ងៃអូខេ the day after tomorrow the day after tomorrow អញ្ចឹងមួយថ្ងៃបន្ទាប់ពីថ្ងៃស្អែកអញ្ចឹងខ្មែរយើងហៅថាថ្ងៃខាងស្អែកអូខេ this morning morning យើងប្រែថាព្រឹក this យើងប្រែថានេះអញ្ចឹង this morning ប្រែថាព្រឹកនេះ this afternoon ដូចគ្នាដែរ afternoon យើងប្រែថារសៀលមានន័យថាបន្ទាប់ពីថ្ងៃជ្រេទៅគេហៅ afternoon ហើយពាក្យថា after គឺបន្ទាប់ពីហើយ noon យើងប្រែថាថ្ងៃត្រង់ហើយចំទៅលើនឹងហៅ noon អញ្ចឹង afternoon មានន័យថាបន្ទាប់ពីថ្ងៃត្រង់ this afternoon យើងប្រែថារសៀលនេះអូខេ this evening មានន័យថាពេលល្ងាចចាប់ពីម៉ោង4ល្ងាចទៅយើងហៅ this evening ល្ងាចនេះ tomorrow morning tomorrow ស្អែក morning ព្រឹកអញ្ចឹង tomorrow morning យើងប្រែថាព្រឹកស្អែក yesterday morning yesterday ប្រែថាម្សិលមិញ morning ព្រឹក yesterday morning ព្រឹកម្សិលមិញ tonight យើងប្រែថាយប់នេះពាក្យថា night យើងប្រែថាយប់បាទដល់ពេលយប់នេះយើងអត់ប្រើពាក្យថា this night ទេយើងប្រើថា tonight អូខេ last night យើងប្រែថាយប់មិញអូខេ tomorrow night អូខេ tomorrow night យើងបងប្រែថាយប់ស្អែកចឹង ing នឹង sound វា I សម្រាប់បងប្អូនដែលចង់បានសៀវភៅនេះយកទៅរៀនអានបាទសៀវភៅនេះគឺមានចំណងជើងថាមូលដ្ឋានគ្រឹះនៅក្នុងការអានពាក្យភាសាអង់គ្លេសហើយសៀវភៅនេះគឺបានរៀបចំឡើងពីសម្រិតសម្រាំងសម្រាប់បងប្អូនដែលចង់ចេះក្បួនខ្នាតនៅក្នុងការប្រកបពាក្យភាសាអង់គ្លេសឲ្យបានត្រឹមត្រូវនិងអានពាក្យភាសាអង់គ្លេសប្រកបដោយទំនុកចិត្តបងប្អូនអាចជឿសៀវភៅនេះមួយក្បាលយកទៅរៀនអានទៅហើយសូមបញ្ជាក់បងប្អូនថាសៀវភៅនេះគឺមិនមានលក់នៅតាមបណ្ដាខេទេគឺយើងមានលក់តែនៅសាលាយើងតែមួយគត់អញ្ចឹងបងប្អូនដែលចង់បានសៀវភៅនេះត្រូវតែបងប្អូនតាក់ទងមកខ្ញុំទៅបានណាអូខេអរគុណច្រើនបងប្អូន